សួស្តីបងប្អូនអរគ្នាខ្ញុំមានវីដេអូថ្មីដើម្បីចែកម្លែកជូនបងប្អូនអរគ្នាទៅដែរហើយថ្ងៃនេះគឺខ្ញុំនិយាយតទៅពីកម្មវិធី ChatGPT បងប្អូនអរគ្នាអញ្ចឹងតោះធ្វើម៉េចបានទៅកម្មវិធី ChatGPT អញ្ចឹងជាដំបូងបងប្អូនអរគ្នាចូល Play Store អ្នកគ្នានេះ Play Store ហ្នឹងអញ្ចឹងអ្នកគ្នាចូលហ្នឹងមកបន្ទាប់មកយើងទៅយកពាក្យ search នេះ search ហ្នឹងហើយយើង search យកពាក្យ ChatGPT បងប្អូន GPT ហ្នឹងនេះបន្ទាប់មកយើងចុចsearch យកវាមកនេះអ្នកគ្នាអញ្ចឹងអ្នកគ្នានេះខាងក្រោមនេះដាក់ chat GPT អញ្ចឹងអ្នកគ្នា install វាមកអ្នកគ្នា install មកអូខេចាំតិចបងប្អូនអ្នកគ្នាអូខេបន្ទាប់ពី install បានហើយអ្នកគ្នាចុចពី open មកអ្នកគ្នាដើម្បីចូលទៅក្នុងកម្មវិធីបន្ទាប់ពីយើងចូលកម្មវិធីហើយវានឹងលោតពាក្យនេះអ្នកគ្នានេះកន្លែងនេះដំបូងអ្នកគ្នាពីពួកឯងខ្ញុំធ្លាប់ប្រើកម្មវិធីហ្នឹងហើយអញ្ចឹងវាចេញដំបូងបែបនេះប៉ុន្តែបើសិនជាអ្នកគ្នាដំបូងវានឹងលោតតែពាក្យ continue នេះទេអ្នកគ្នាពាក្យ continue មួយទេបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំចុចពាក្យ continue ពេលដែលខ្ញុំចុចពាក្យ continue ហើយវាចូលមកដល់ទម្រង់បែបនេះពេលចូលមកដល់ទម្រង់បែបហ្នឹងអ្នកគ្នាត្រូវ log in សិនបើសិនជាអ្នកគ្នាអត់ log in ទេអត់អាចប្រើប្រាស់បានទេអញ្ចឹងអ្នកគ្នាត្រូវ log in ជាមួយនឹងGoogle Gmail របស់យើងបងប្អូនអ្នកគ្នាអញ្ចឹងតោះយើងទៅ log in ទាំងអស់គ្នាអញ្ចឹងខ្ញុំចុចពាក្យ sign up យកពាក្យ sign up មកនេះបន្ទាប់មកអ្នកគេមាន3ហើយយកគេមាន3ដាក់ continue with Google sign up log in អញ្ចឹងខ្ញុំយកពាក្យ continue with Google នេះយកលើគេហ្នឹងអញ្ចឹងខ្ញុំយកលើហ្នឹងទៅភ្ជាប់ជាមួយនឹង Gmail របស់យើងបងប្អូនអ្នកគ្នាចាំតិចអ្នកគ្នាhơi slow បន្តិចនេះអ្នកគ្នាអញ្ចឹងកន្លែង Gmail នេះខ្ញុំសូមបិទ Gmail របស់ខ្ញុំហើយបងប្អូនអ្នកគ្នាអញ្ចឹងយើងទៅរើសយក Gmail មួយដែលបងប្អូនអ្នកគ្នាចង់ភ្ជាប់ជាមួយនឹង ChatGPT អញ្ចឹងខ្ញុំយក Gmail មួយដើម្បីភ្ជាប់វាអញ្ចឹងវាលោតមកទម្រង់បែបនេះបន្ទាប់មកយើងចុចពាក្យdown allow ចឹងចុចក្នុងមួយមកហ្នឹងហើយប៉ុន្តែបើសិនជាទូរស័ព្ទបងប្អូនអរគ្នាដំបូងវាអត់ចេញដូចខ្ញុំចឹងទេ Gmail មិនហ្នឹងខ្ញុំបានភ្ជាប់ជាមួយវាហើយអញ្ចឹងវាចេញមកទម្រង់បែបហ្នឹងតែម្ដងប៉ុន្តែបើសិនជាបោះបងប្អូនវិញពេលដែលបងប្អូនចូលមកវានឹងលូតទម្រង់បែបចែកវាឲ្យយើងដាក់ name username បន្ទាប់មកឲ្យយើងដាក់រូបភាពនេះមួយហើយយើងចុច save ដូចគ្នាទេបងប្អូនអ្នកយើងគាត់ថាផ្ទាំងអ្នកគ្នាចូលមកចេញផ្ទាំងបែបនេះឲ្យយើងដាក់បង្កើតឈ្មោះឲ្យយើងបង្កើតឈ្មោះហើយឲ្យយើងដាក់រូបភាពបើសិនជាអ្នកគ្នាអត់តដាក់រូបភាពអ្នកគ្នាដាក់តែឈ្មោះមកហើយអ្នកគ្នាចុច save ទៅហ្នឹងហើយតែសម្រាប់ខ្ញុំវាលោតនឹងនេះឲ្យតែម្ដងវាលោតជានេះអាចឈ្មោះជាឈ្មោះខ្ញុំបានដាក់ Gmail មិញហ្នឹងហើយចុះវាលោតនឹងឲ្យខ្ញុំតែម្ដងប៉ុន្តែបើបងប្អូនអ្នកគ្នាវាអត់លោតមកដូចខ្ញុំចេះតែវាលោតមកចេញទម្រង់បែបឲ្យយើងដាក់ឈ្មោះយើងគាត់តែដាក់ឈ្មោះហើយបើយើងចង់ដាក់រូបភាពអ្នកគ្នាដាក់រូបភាពបន្ថែមមកតែប៉ុណ្្នឹងទេហើយយើងចុច save មកហើយយើងវាលោតមកទម្រង់បែបនេះដូចខ្ញុំដែរអ្នកគ្នាអញ្ចឹងវាមានតែប៉ុណ្្នឹងទេវាអត់ដីប្រវត្តិទេបងប្អូនអ្នកគ្នាគាត់តែវាខុសគ្នាតិចតួចពេលដែលអ្នកគ្នាបង្កើតអញ្ចឹងយើងមកប្រើប្រាស់ទាំងអស់គ្នាបងប្អូនអ្នកគ្នាអញ្ចឹងដំបូងយើងត្រូវឆាតទៅគេអូខេយើងឆាតទៅគេយើងឆាតទៅពាក្យhello មួយមកហ្នឹងហើយយើងចុចយើងឆាតគេ hello មួយចឹងមកអូខេបន្ទាប់មកគេនឹងឆ្លើយមកយើងវិញបែបនេះអូខេ hello how your day how is your day going so far ខ្ញុំអត់សូវចេះអង់គ្លេសដែរបងប្អូនអ្នកគ្នាអញ្ចឹងប៉ុណ្ណឹងបន្ទាប់មកអ្នកគ្នាចង់ធ្វើគេអញ្ចឹងខ្ញុំបានទៅសេទុកហើយបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំទៅយក note ដែលខ្ញុំបាន copy ទុកហើយបងប្អូនអ្នកគ្នានេះអញ្ចឹងខ្ញុំទៅយក note ខ្ញុំដែលខ្ញុំបាន copy ហើយបន្ទាប់មកខ្ញុំចូលទៅកម្មវិធីហ្នឹងវិញហើយខ្ញុំ copy មកនេះ copy ហើយផាសមកហើយខ្ញុំទៅឆ្លើយតបទៅវិញចេះចាំមើលគេឆ្លើយតបមកវិញយើងបាច់ទៀតនេះខ្ញុំអត់សូវចេះអង់គ្លេសទេបងប្អូនអ្នកគ្នាខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតបើអ្នកគ្នាចង់ដឹងថា
គេឆ្លើយអីមកយើងវិញយើង copy ហើយយើងយកទៅ translate ទៅអានេះអីដែលនេះអីសិតតែខ្ញុំទៅសេជាខ្មែរហើយបន្ទាប់មកGoogle Translate បកប្រែមកជាអង់គ្លេសហើយខ្ញុំទៅសេដាក់ទៅក្នុង ChatGPT ហ្នឹងបងប្អូនគ្នាអញ្ចឹងសម្រាប់អ្នកដែលអត់ចេះភាសាអង់គ្លេសដូចខ្ញុំអ្នកគ្នាអាចធ្វើដូចខ្ញុំបានអ្នកគ្នាទៅចូល Google Translate ហើយអ្នកគ្នាទៅសេជាអក្សរខ្មែរហើយវានឹងបកប្រែមកជាភាសាអង់គ្លេសឲ្យយើងវិញអញ្ចឹងវាខុសគ្នាបន្តិចតិចប៉ុន្តែយើងអាចទៅសេទៅនឹងបានទៅ ChatGPT បានបងប្អូនគ្នាអញ្ចឹងគេឆ្លើយមកយើងបែបហ្នឹងបើអ្នកគ្នាចង់ដឹងថាគេឆ្លើយអីគេអ្នកគ្នាគាត់ថា copy ហើយយកទៅចូល Google Translate ទៅអ្នកគ្នាដឹងហើយអញ្ចឹងខ្ញុំនេះបើសិនជាអ្នកគ្នាចង់ដាក់រូបភាពនេះអ្នកគ្នាចុចបូកកន្លែងនេះមួយមកចុចបូកមួយមកបន្ទាប់មកយើងយកពាក្យ photo ហើយយើងទៅដល់រូបភាពប៉ុនយើងបងប្អូនគ្នាអញ្ចឹងខ្ញុំអញ្ចឹងខ្ញុំទៅយករូបភាពមួយដើម្បីយកមកអូខេអញ្ចឹងខ្ញុំយករូបមួយនេះអញ្ចឹងខ្ញុំយករូបមួយតមកចុចយើងយករូបមួយហើយចុចពាក្យ add ឡើងនេះអូខេបន្ទាប់មកដាក់ពាក្យដាក់ទៅសេបន្តិចមក use this photo អូកន្លែងនេះពេលគេដាក់ error អញ្ចឹងយើងត្រូវដូររូបភាពបងប្អូនអរគ្នាអញ្ចឹងយើងដូររូបភាពមកដូររូបភាពមួយមកអូខេអញ្ចឹងយករូបមួយនេះចាំមើលវាឲ្យអត់អូខេអញ្ចឹងវាអត់លោតពាក្យ error ទេអញ្ចឹងយើងចុចនេះចុចសញ្ញាពួយឡើងលើហ្នឹងចុចទៅមើលអូខេទៅអ្នកគ្នានេះអញ្ចឹងពេលវាចេញបែបហ្នឹងយើងចាំវាសិនបងប្អូនអ្នកគ្នានេះយើងចាំវាសិនវានឹងលោតជារូបភាព AI យើងនៅពេលក្រោយបងប្អូនអ្នកគ្នាអញ្ចឹងវាចាំរៀងយូរបន្តិចបងប្អូនអ្នកគ្នាហើយបញ្ជាក់មួយទៀតបងប្អូនអ្នកគ្នាមិនមែនយើងធ្វើម្ដងហ្នឹងវាបានហ្មងទេបើសិនជាបងប្អូនអ្នកគ្នាធ្វើម្ដងហ្នឹងអត់បានអ្នកគ្នាសាកល្បងរូបភាពផ្សេងមួយទៀតទៅបងប្អូនអ្នកគ្នាបើសិនអ្នកគ្នាសាកល្បងលើកទី1អត់បានអ្នកគ្នាអាចព្យាយាមសាកថ្មីដាក់រូបភាពសាកថ្មីអីចឹងទៅរូបភាពថ្មីមួយទៀតទៅដើម្បីសាកមើលតើយើងអាចធ្វើបានអត់តែខ្ញុំគិតថាបានព្រោះអីខ្ញុំសាកលើកទី1ក៏បានដែរបងប្អូនអ្នកគ្នាអញ្ចឹងពេលដែលអ្នកគ្នាប្រើកម្មវិធីហ្នឹងពេលដែលយើងស្ថិតនៅក្នុងការរងចាំអញ្ចឹងអ្នកគ្នាកុំចេញក្រៅកម្មវិធីកុំចេញក្រៅ ChatGPT ហ្នឹងបងប្អូនអ្នកគ្នាបើអ្នកគ្នាចេញវានឹង load error អីចឹងទៅវាអត់អាចបានរូបភាពយើងដែលត្រូវការហ្នឹងទេបងប្អូនអ្នកគ្នាអញ្ចឹងអ្នកគ្នាត្រូវនៅក្នុងហ្នឹងចាំវានៅក្នុងហ្នឹងគុំចេញពីកម្មវិធីហ្នឹងបងប្អូនអ្នកគ្នាបើមិនចឹងទេវា error អីចឹងទៅវាអត់ចេញជារូបភាពឲ្យយើងទេអញ្ចឹងអ្នកគ្នាចាំតិចទៅបងប្អូនអ្នកគ្នាវាយូរបន្តិចប៉ុន្តែរូបភាពចេញមកគឺល្អគួរសមយើងអាចយកទៅកាត់តវីដេអូយើងអាចយកទៅកាត់តដាក់ក្នុង TikTok អីចឹងទៅស្អាតអ្នកគ្នាខ្ញុំធ្លាប់សាកហើយម្ដងហើយចាំខ្ញុំឲ្យមើលរូបភាពទី1ដែលខ្ញុំបានធ្វើបងប្អូនអ្នកគ្នាអញ្ចឹងចាំតិចបើខ្ញុំចេញពីហ្នឹងទៅគឺវាអត់អាចចេញជារូបភាពឲ្យយើងបានទេវា error អីចឹងទៅបងប្អូនអ្នកគ្នាចាំតិចទៅបងប្អូនអ្នកគ្នាអូខេនេះវា load ចេញមកបែបនេះឃើញបងប្អូនអ្នកគ្នាវាមិនស្អាតដូចដែលរូបភាពយើងពិតទេប៉ុន្តែវាអាចទទួលយកបានឃើញបងប្អូនអ្នកគ្នានេះយើងអាចទទួលយកបាននេះអានេះរូបភាពខ្ញុំពិតអានេះរូបភាព AI ដែលគេបានធ្វើឲ្យយើងនេះអ្នកគ្នាអញ្ចឹងមួយទៀតបើសិនជាអ្នកគ្នាចង់ save អ្នកគ្នាក៏ទៅចុចលើរូបហ្នឹងមកបើអ្នកគ្នាឆ្លាញ់រូបមួយហ្នឹងបើអ្នកគ្នាអត់ឆ្លាញ់ទេអ្នកគ្នាអាចដាក់រូបមួយទៀតហើយអ្នកគ្នាទៅសេអក្សរតិចដូចខ្ញុំចឹងមកបន្ទាប់មកផ្ញើទៅគេនឹងធ្វើឲ្យគេនឹងធ្វើឲ្យយើងទៀតហើយបងប្អូននេះបន្ទាប់មកយើង save មកនេះ save អូខេអញ្ចឹងយើង save ហើយយើងទៅមើលរូបភាពយើងហ្នឹងនៅក្នុងរូបភាពប៉ិនយើងនេះចឹងជុំនៅក្នុងមកតមកទៅមើលរូបភាពដែលខ្ញុំបាន save មិញនេះបងប្អូននេះរូបភាពដែលខ្ញុំបានធ្វើនៅក្នុងកម្មវិធី ChatGPT គេអាមិញអ្នកគ្នាឃើញថ្លៃមួយយ៉ាងដែលថាបងប្អូនអ្នកគ្នានេះបើយើងចង់បានរូបភាពបាត់តុក្កតាអញ្ចឹងអ្នកគ្នាអាចចូលទៅក្នុងកម្មវិធី ChatGPT ដើម្បីបង្កើតវាបានអានេះរូបដែលខ្ញុំបានធ្វើលើកមុនអ្នកគ្នាអាហ្នឹងខ្ញុំធ្វើនៅក្នុង ChatGPT ដូចគ្នាអានេះដូចគ្នាអានេះខ្ញុំធ្វើមិញអានេះខ្ញុំធ្វើម្សិលមិញខ្ញុំធ្វើវីដេអូដែរប៉ុន្តែខ្ញុំច្រឡំលោកវីដេអូចូលបាត់អត់ទាន់បានកាត់តវីដេអូផង
chẳng anh ấy rút đâm thơ nó được cái này nè nhé chứ nhưng mà anh thấy tập đi sẽ lật năng thì đâm bay thua ở bóng bồn nặc này mới chứ đâm thơ tập năng thì chẳng hạn mình đã chọn tới bóng bồn nặc nên cảm thấy chọn chịu thế nên tập năng thì và sân trình mình ấy và tham tiết nên lần là thua video thông may đâm bay chạy chung bóng bồn nặc này thì bóng bồn nặc này complete chú ý like subscribe channel này mình đã muốn phóng đâm bay từ ban video thông may vì mà tỏ tiền ở con chọn bóng bồn nặc này chụp này là video khỏi tiền